សួស្តីបងប្អូនគ្នាថ្ងៃនេះខ្ញុំមកបន្តសាច់រឿងយើងដែលជាភាពបន្តចឹកមកខាពេលយូរតោះភូមិណាខ្ញុំនឹងបងប្រុសខ្ញុំធំឡើងត្រូវបានរដ្ឋាភិបាលបំផ្លាញចោលប៉ាម៉ារបស់យើងបានតស៊ូរហូតដល់ទីបញ្ចប់ត្រូវកំទេចចូលទៅក្នុងគំនរបាក់បែកហើយផ្ទះរបស់យើងនៅពេលដែលប៉ាខ្ញុំទទួលមរណភាពគាត់កំពុងក្តាប់ជាប់នៅអ្វីដែលខ្ញុំគិតថាគាត់តែជាថ្មធម្មតាមួយដូចជាវាជាវត្ថុដ៏មានតម្លៃបំផុតនៅក្នុងโลกនេះប៉ុន្តែសូម្បីតែលើនេះពេលខ្លះខ្ញុំក៏ឆ្ងល់ថាតើវាពិតជាគ្មានអ្វីក្រៅពីនេះទេគ្មានផ្លូវទេខ្ញុំមិនចង់មើលថាក្មេងណាម្នាក់ឡើយប្រហែលជាវាមែនប៉ុន្តែពួកគេមិនមែនជាក្មេងធម្មតាទេប៉ុន្តែសូម្បីតែមនុស្សធំក៏ពិបាកទទួលយកពួកគេដែរការដាក់ទណ្ឌកម្មពួកគេជាផ្លូវការគឺសមរម្យជាងការអនុញ្ញាតឲ្យចៅក្រមស៊ើបសួរដំណើរការយ៉ាងរាលដាលយ៉ាងណាមិញវាមិនមែនជារឿងចម្លែកទេតែកុមារដែលអត់ឃ្លានធ្វើការជាចោរនោះហើយជាបញ្ហាបើអ្នកដាក់ទណ្ឌកម្មកុមារម្នាក់ពីជំរំជាសាធារណៈនោះមិនយូរប៉ុន្មានពន្ធនាគារនឹងពោពេញទៅដោយកុមារបើពួកគេត្រូវបានគេចាប់ខ្លួនចូលធ្វើវាទៅគ្រាន់តែដាក់ទណ្ឌកម្មពួកគេហើយបញ្ជូនពួកគេត្រឡប់ទៅផ្ទះវិញបើយើងបញ្ជូនពួកគេត្រឡប់ទៅជំរំវិញអ្នកស្រុកនៅទីនោះនឹងមិនពេញចិត្តទេទោះតែយើងកាត់ដៃរបស់ពួកគេយ៉ាងហោចណាស់មួយចេញហើយមិនអីទេមែនហើយពួកគេជាកូនភ្លោះខ្ញុំបាននិយាយថាពួកគេចាំទេហេមាន2នាក់ហើយជាការប្រសើរណាស់យ៉ាងហោចណាស់អ្នកទទួលបានធម្មពលច្រើនល្អឥតខ្ចោះអ្នកអាចជួយខ្ញុំជាមួយនឹងការងាររបស់ខ្ញុំបានទេទោះបីជាណាក៏ដោយខ្ញុំនឹងមិនទទួលបានប្រាក់ខែទេខ្ញុំកំពុងសាងសង់ប្រឡាយមួយយកថ្មទាំងនេះហើយដាក់ថ្មពេញទ្រូងដែលតម្រង់ជួរនៅទីនោះខ្ញុំនឹងបន្តជីកវាបាទលោកម្ចាស់ប៉ុន្តែកុំប៉ះថ្មទាំងនោះនៅទីនោះអីយល់ហើយខ្ញុំគាត់តែត្រូវវាពួកគេ2-3ដងប៉ុណ្ណោះមិនតែពីនោះពួកគេស្ដាប់បានល្អណាស់ខ្ញុំបានធ្វើការសម្រេចចិត្តត្រឹមត្រូវដោយសុំឲ្យអ្នកទទួលយកពួកគេចូលដរ៉ាខ្ញុំមិនជឿថាក្មេងៗទាំងនោះជាក្មេងដូចគ្នានោះទេហូបតើអ្នកទាំងពីរអូមួយនេះធំជាងអ្វីខ្ញុំគិតទៅទៀតឥឡូវនេះជាផ្ទាំងថ្មធំមួយខ្ញុំគិតថាខ្ញុំបានផ្ដល់ឲ្យអ្នកនៅការងារមួយក្មេងៗអើយអ្នកមិនរៀនទេមែនទេឬក៏អ្នកគ្រាន់តែធុញទ្រាន់នឹងវាតើវាជាអ្វីអ្នកគិតថាវាល្ងងមែនទេអញ្ចឹងតើខ្ញុំស្មានថាក្មេងដូចអ្នកមិនយល់ទេហាក់ដូចបានជាអ្នកសាងសង់ប្រឡាយនេះដូរ៉ាប៉ុន្តែហេតុអីទៅឥឡូវនេះខ្ញុំទទួលបានវាហើយពិតប្រាកដណាស់នោះហើយជាមូលហេតុដែលខ្ញុំកំពុងសាងសង់ប្រឡាយមួយឆ្លងកាត់ទីនេះអូនោះជាផ្លូវវាងដ៏ឆ្កួតមួយបើអ្នកប្រើទូដើម្បីដឹកជញ្ជូនទំនិញពីដេកូតេទៅសាអាម៉ាអ្នកត្រូវតែធ្វើដំណើរតាមផ្លូវដូចនេះប៉ុន្តែព្រែកនេះត្រូវបានក្រុងនឹងសាងសង់នៅទីនេះជាយូរមកហើយហើយបានជាយើងជាជនជាតិរ៉ូមេលីគួរធ្វើអ្វីដែលផ្ដល់ផលប្រយោជន៍ដល់ដេស្កូតេប៉ុន្តែក៏សម្ព័ន្ធអតីតទៀតទាំងអស់បានទទូចថាពួកកោយ៉ាងគួរតែត្រូវបានបំផ្លាញចោលហើយនៅពេលយើងបដិសេធយើងត្រូវបានដេញចេញពីភូមិរបស់យើងហើយប៉ាម៉ារបស់យើងត្រូវបានគេសម្លាប់មានសាច់ពិសិដ្ឋចំពោះប្រជាជនយើងហៅថាកាលយ៉ានវាគឺអាសានៃពួកកាលយ៉ានបានមានប្រហារនឹងស៊ីអ្នកណាដែលមិនមែនជាជនជាតិរ៉ូមេលីយើងយល់ពីមូលហេតុដែលពួកគេទទូចខ្លាំងម្ល៉េះបីជាវាអាចពិបាកយល់នៅក្នុងប្រទេសនេះដែលមានតែអ្នកខ្លាំងទេដែលមានទំនោរទទួលបានអំណាចវាមិនមែនសម្រាប់ដេស្កូតេទេវាសម្រាប់ពួកយើងជាជនជាតិរ៉ូមេលីដូច្នេះខ្ញុំកំពុងសួរថាហេតុអីបានជាយើងគួរធ្វើការឲ្យដេស្កូតេពួកគេបានបង្ខំយើងឲ្យមកទីនេះទៅកាន់ដីដ៏ស្ងួតហួតហែងបែបនេះជាកន្លែងដែលដំណាំស្ទើរតែមិនអាចដាំដុះបានដូច្នេះមិនមែនថាយើងត្រូវតែធ្វើវានោះទេមានតែយើងទេដែលអាចធ្វើវាបានកន្លែងទីនេះគឺជាជំរករបស់កលយ៉ានកាលពីពេលដែលប្រឡាយទឹកកំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំផែនការកម្មករមកពីដេស្កូតេត្រូវបានវាប្រហារហើយការសាងសង់ត្រូវបានបញ្ឈប់នោះមិនមែនជាចម្លើយទេបានបាក់ឡានដឹកយើងមកទីនេះតាំងពីដំបូងមកដើម្បីឲ្យមនុស្សដែលគ្មានដីធ្លីឬចំណងឈាមរួមគ្នាអាចរួមរស់ជាមួយគ្នាដោយសន្តិភាពបានយ៉ាងពិតប្រាកដយើងត្រូវមានសន្តិភាពយើងត្រូវមានសេចក្តីស្រឡាញ់ជាសកលនិងពេលវេលាពីព្រោះបើរ៉ូមៀលមិនផ្លាស់ប្ដូរទេដេស្កូតេនឹងមិនផ្លាស់ប្ដូរឡើយទោះបីជាពួកគេធ្វើបាបយើងក៏ដោយយើងមិនអាចធ្វើបាបពួកគេវិញបានទេហើយប្រឡាយនេះនឹងក្លាយទៅជាចំណុចភ្ជាប់
របស់យើងជាមួយ Descote វាកាន់តែងាយស្រួលក្នុងការទទួលយកភាពខុសគ្នារបស់មនុស្សនៅពេលដែលអ្នកមានអ្វីមួយដែលភ្ជាប់អ្នកវាមានន័យថាយើងគួរតែធ្វើជាអ្នកជិតខាងល្អរួមរស់ដោយសន្តិភាពពេញលេញខ្ញុំមិនយល់ទេនៅពេលដែលយើងមានការកប់គង់ទឹកស្អាតជាប្រចាំខ្ញុំប្រកាសថាក្មេងៗនឹងមិនឈឺគ្រប់ពេលទៀតទេវាក៏មិនគ្រាន់តែធ្វើឲ្យដីមានជីជាតិដែរខ្ញុំអាចប្រើប្រឡាយជាច្រកចេញដើម្បីសាងសង់ប្រឡាយទឹកឲ្យធំជាងដោយមិនបារម្ភអំពីទឹកជំនន់លើពីនេះនៅពេលដែលប្រឡាយរួចរាល់ខ្ញុំនឹងបង្ហូរទឹកពីទន្លេរ៉ូមែលទៅកាន់ជំរំនិងភូមិនានានោះជាមតិភាគច្រើនមនុស្សភាគច្រើនមានអារម្មណ៍ដូចគ្នានោះហើយជាមូលហេតុដែលខ្ញុំនឹងធ្វើរឿងនេះទាំងអស់ដោយខ្លួនឯងវាមិនមែនថាវិធីគិតរបស់ក្រោះខុសនោះទេខ្ញុំឆ្ងល់ថាតើក្រោះនឹងមិនបង្ហាញខ្លួនម្ដងទៀតនៅថ្ងៃនេះទេហើយថ្មទាំងនោះគឺជាថ្មទាំងអស់ដែលយើងបានជីកត្រង់ការពីម្សិលមិញខូចអស់ហើយថ្ងៃនេះប៉ុន្តែចុះមនុស្សដែលបានធ្វើរឿងនេះវិញខ្ញុំក៏ថាវាក៏តែជាពួកកម្មករមួយចំនួនមកពីជំរំដែលបានទិញគំនិតចម្លែកមួយចំនួនយកភ្ញាក់ឡើងហើយចាប់ផ្ដើមធ្វើការខ្ញុំដឹងរឿងមួយមានមនុស្សមួយចំនួនគួរឲ្យភ្ញាក់ផ្អើលដែលមិនយល់ស្របនឹងអ្វីដែលខ្ញុំកំពុងធ្វើនៅទីនេះហើយនោះជាវាកាន់តែជាការខ្ជិះខ្ជាយពេលវេលាប៉ុណ្ណោះវាមិនមែនជាក្រទេព្រោះមិនដែលធ្វើអ្វីមួយដូចនោះទេមិនដូច្នោះតើយើងនឹងធ្វើអ្វីចំពោះវាអូស៊ូគីអ្នកគិតថាគាត់ជាប្រភេទមនុស្សដែលបោះបង់ចោលយ៉ាងងាយស្រួលបែបនេះមែនទេគាត់នឹងបន្តសាងសង់បន្លែនោះអញ្ចឹងខ្ញុំភ្នាល់ថាគាត់បានរៀនមេរៀនរបស់គាត់លើនេះហើយការមើលគាត់ព្យាយាមជញ្ជក់ទៅ Descote ធ្វើឲ្យខ្ញុំឈឺមានពាក្យចាំរាមថា Descote កំពុងសងប្រាក់ដូរ៉ាអ្នកគឺជាម្នាក់ក្នុងចំណោមពួកគេពីព្រោះវាលឿនជាងក្នុងការរៀនមេរៀនអំពីអ្នកចាញ់ដូចអ្នកជាងការវិញែកជាមួយពួកគេប៉ុន្តែដូរ៉ាជាមនុស្សល្ងងដូច្នេះគាត់មិនយល់រឿងនោះទេកប់វាម្ដងទៀតទៅវាងាយស្រួលសម្រាប់យើងក្នុងការបំផ្លាញវាជាងវាងាយស្រួលសម្រាប់គាត់ក្នុងការសាងសង់វាតើក្មេងនោះជាអ្នកណាដូរ៉ាពិតជាងងមែនមិនចង់ឲ្យអ្នកគិតថាខ្ញុំដោយពួកគេទេអូក្រអ្នកត្រឡប់មកវិញហើយកុំយកខកអេខ្ញុំគ្រាន់តែនៅទីបំផុតត្រូវនឹងបាក់ប៉ុន្តែនៅពេលនោះឬដើមឈើអាចធ្វើការងារដូចគ្នាបានដើមឈើទាំងនោះមានរាង Halo Fit ពួកវាចូលចិត្តបំបល់ហើយដែលបានជាយើងដើមឈើនៅទីនេះយើងអស់ត្រង់ដើម្បីដាក់ហើយដូរ៉ាទៅសួរជីដូនពីរបៀបត្បាញបន្ថែមទៀតទៅគាត់ពូកែជាងខ្ញុំម៉ារូដូរ៉ាទ្វារទឹកបានបាក់ហើយក៏ដូចជាផែនការដើម្បីប្រើប្រាស់ទន្លេរ៉ូមែលឲ្យបានពេញលេញតាមរយៈព្រែកនេះក្រុមប្រឹក្សាមនុស្សចាស់បានផ្ដល់ការយល់ព្រមដល់ពួកគេភូមិទាំងមូលនឹងធ្វើការរួមគ្នាដើម្បីបន្តគម្រោងប្រឡាយនេះមិនដែលធ្វើអ្វីតាមលំដាប់លំដោយត្រឹមត្រូវទេអ្នកដឹងទេខ្ញុំដឹងថាអ្នកនឹងឆ្លងកាត់វាចាក់បាឡូម៉ាទស្សនាទាំងអស់គ្នាយ៉ាងណាក៏ដោយក្រុមប្រឹក្សានឹងមិនដែលធ្វើអ្វីបានទេបើអ្នកមិនបានចាប់ផ្ដើមធ្វើការលើវាខ្លួនឯងដូច្នេះកុំទៅអរគុណខ្ញុំអីសូមទោសដែលខ្ញុំវាយអ្នកដើម្បីរួមរស់ដោយសន្តិភាពយ៉ាងពិតប្រាកដយើងត្រូវមានសេចក្តីស្រឡាញ់ជាសកលនិងពេលវេលាមិនហាក់ដូចគ្នានៅទីនេះដែរខ្ញុំយល់ថាលើនេះតើអ្នកកំពុងនិយាយអ្វីពួកគេកំពុងចេញថ្លៃដើមហើយយើងនឹងរកលុយបានពួកគេចង់សាងសង់កំពង់ផែមួយនៅពាក់កណ្ដាលព្រែកជាកន្លែងដែលកប៉ាល់អាចចូលចតបាននិងក្រុមនាវិកអាចសម្រាកបានទទួលសំណើពី Descote វានឹងជំរុញសេដ្ឋកិច្ចរបស់ Rommel បើកំពង់ផែមួយញឹកចាក់បាឡូម៉ាអូឃើញទេឥឡូវនេះពួកគេកំពុងតែក៏តោមហើយយើងបានបាត់បង់ប៉ាម៉ារបស់យើងដោយសារតែគោលនយោបាយឯកោរ៉ាDescote បានបង្ខំយើងឲ្យចូលទៅក្នុងនោះកូនស្រីរបស់ចាប់បាឡូម៉ាក៏បានស្លាប់ដោយសារតែវាដែរមានន័យថាមែនហើយរ៉ូមែលនិង Descote នឹងមិនបកកាត់យីដូឡើងវិញទោះបីខ្ញុំប្រកាសថាគាត់នៅតែតស៊ូជាមួយនឹងអារម្មណ៍ដែលមិនអាចទ្រាំទ្របានក៏ដោយបើឆ្ងល់ថាហេតុដែលបានជាកូនស្រីរបស់គាត់ត្រូវស្លាប់10ឆ្នាំដល់វែងប៉ុន្តែខ្ញុំមិនដែលឃើញគាត់ខឹងឬស្អប់គាត់ម្ដងណាឡើយចុះយ៉ាងណាចំពោះការប្រើប្រាស់អាង
អាងតាំងលំនៅទីនេះខ្ញុំគោរពចាស់បាឡូម៉ាចំពោះរឿងនោះតើវានៅចិត្តមាត់ទន្លេពេកឬទេកម្រិតទឹកនឹងមានបញ្ហាវាត្រូវតែជាកន្លែងណាមួយដែលប្រឡាយអាចត្រូវបានពង្រីកដើម្បីឲ្យកប៉ាល់អាចចូលចតដោយមិនប៉ះពាល់ដល់ការគ្រប់គ្រងទឹកជំនន់ដំបូងយើងត្រូវស្រេចចិត្តលើទីតាំងនៅពេលអ្នកចាប់ផ្ដើមពិបាកបំផុតអ្វីដែលអ្នកអាចធ្វើបានគឺវាឡើងលើខ្ញុំគិតថាអ្វីៗចាប់ផ្ដើមផ្លាស់ប្ដូរឲ្យកាន់តែប្រសើរឡើងប៉ុន្តែបន្ទាប់មកថ្ងៃមួយកល្យានម្នាក់បានវាកូនស្រីរបស់មេភូមិម្នាក់រហូតដល់ស្លាប់